បករហ័សរបស់ក្រុមជម្រើសជាតិកម្ពុជាការបញ្ជូនប្រកបដោយទំនុកចិត្តនិងគុណភាពនៃការបញ្ចប់ទីរបស់សៀងចន្ទធាគ្មានក្តីបារម្ភឡើយសម្រាប់អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិកម្ពុជានៅក្នុងការអបអរសាទរគ្រាប់បាល់បញ្ចូលទី2នៅក្នុងការប្រកួតនេះគូលីបាលីឆេក2ដងបញ្ជូនទៅតែម្ដងចន្ទធាគ្រាន់តែថេបតែប៉ុណ្ណោះដើម្បីគេចផុតពីការសង្គ្រោះរបស់អ្នកចាំទីពងចឹកហី2-0សំឡេងកញ្ចែបញ្ចប់ការប្រកួតបានបន្លឺឡើង69ឆ្នាំនៃការរងចាំត្រូវបានបញ្ចប់រាត្រីដ៏អស្ចារ្យនិងគួរជាទីចងចាំនិងមោទនភាពសម្រាប់អ្នកគាំទ្របាល់ទាត់របស់កម្ពុជាទីបំផុតកម្ពុជាធ្វើបានហើយក្នុងការរកជ័យជំនះជាលើកដំបូងក្នុងរយៈពេល69ឆ្នាំនៃប្រវត្តិនៃការជួបគ្នាជាមួយនឹងក្រុមបាល់ទាត់ជម្រើសចិនហុងកុង2-0គ្រាប់បាល់បញ្ចូលទីទាំងពីរគ្រាប់ដ៏មានន័យជាប្រវត្តិសាស្ត្ររបស់កីឡាករទាំងពីររូបនឹងត្រូវបានចងចាំទុកក្នុងក្រអៅបេះដូងអ្នកគាំទ្របាល់ទាត់ក៏ដូចជាទំព័រប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិកម្ពុជាអបអរសាទរនឹងស្ដាប់សំឡេងនៃការស្រែកហូស្រែកជាគាំទ្រការទះដៃការរាំតាមចង្វាក់ភ្លេងក៏ដូចជាចង្វាក់បេះដូងដែលលោតរំថើនក៏ព្រោះតែក្តីរំភើបនិងមោទនភាពចំពោះអ្វីដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្វើបាននៅពេលនេះរយៈពេលជិត7ទសវត្សរ៍នៃការរងចាំទីបំផុតកម្ពុជាធ្វើបាននៅក្នុងថ្ងៃនេះថ្ងៃទី9ខែមិថុនាឆ្នាំ2026នៅលើវាលស្មៅពណ៌បៃតងនៃពហុកីឡដ្ឋានជាតិអូឡ িম্প ិក